អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់មានសំណួរទៅកាន់ខ្លួនឯងថាហេតុអ្វីមនុស្សខ្លះអាចធ្វើបានច្រើនប៉ុន្តែមើលទៅដូចជាមិនសូវនឿយហត់ហើយមនុស្សខ្លះទៀតមានថាមពលច្រើនពេញមួយថ្ងៃហេតុអ្វីក៏ពួកគេអាចផ្ដោតអារម្មណ៍បានយូរខណៈពេលដែលយើងនឹងងាយនឹងបាននៅការរំខានចម្លើយប្រហែលមិនមែនដោយសារតែពួកគេឆ្លាតជាងអ្នកនោះទេហើយក៏មិនមែនដោយសារតែពួកគេមានពេលច្រើនជាងអ្នកដូចគ្នាជាពិសេសគឺមិនមែនដោយសារតែពួកគេមានកម្លាំងចិត្តខ្លាំងជាងអ្នកទេអាចកម្បាំងរបស់ពួកគេប្រហែលជាវាសាមញ្ញជាងអ្វីដែលអ្នកកំពុងគិតគឺពួកគេមិនបានចំណាយនូវថាមពលខួរក្បាលទៅលើរឿងដែលមិនចាំបាច់សម្រេចចិត្តរៀងរាល់ថ្ងៃនោះទេពួកគេមានប្រព័ន្ធពួកគេមានទម្លាប់ហើយពួកគេគឺមានរចនាសម្ព័ន្ធនៃជីវិតហើយនោះហើយដែលជាអ្វីដែលធ្វើឲ្យពួកគេនឹងខុសពីអ្នកដទៃថ្ងៃនេះខ្ញុំរីករាយដែលបានជួបអ្នកទាំងអស់គ្នាម្ដងទៀតនៅក្នុង channel របស់ខ្ញុំ Grow Yourself with Me ដែលជាកន្លែងដែលយើងកំពុងតែធ្វើឲ្យខ្ញុំក៏ដូចជារូបអ្នកទាំងអស់គ្នាហ្នឹងកំពុងតែរឹងមាំដោយខ្លួនអ្នកផ្ទាល់ដូច្នេះហើយសម្រាប់ថ្ងៃនេះខ្ញុំនឹងចែកនៅមេរៀនជីវិតក៏ដូចជាគំនិតមួយចំនួនដើម្បីអភិវឌ្ឍខ្លួនអ្នកក៏ដូចជាខ្លួនខ្ញុំផ្ទាល់និងយុទ្ធសាស្ត្រដែលអាចជួយអ្នកទាំងអស់គ្នាឲ្យរស់នៅប្រកបដោយប្រសិទ្ធភាពនិងគោលបំណងកាន់តែច្បាស់សម្រាប់ថ្ងៃនេះយើងនឹងនិយាយអំពីទម្លាប់សាមញ្ញមួយដែលអាចបង្កើតនូវការផ្ដោតអារម្មណ៍ថាមពលក៏ដូចជាផលិតភាពរបស់អ្នកទាំងអស់គ្នានឹងកាន់តែខ្លាំងនិងមានប្រសិទ្ធភាពខ្ពស់មនុស្សជាច្រើនគឺគិតថាដើម្បីខ្លាចទៅជាមនុស្សម្នាក់ដែលមានផលិតភាពខ្ពស់ពួកគេត្រូវការបច្ចេកទេសស្មុគស្មាញជាច្រើនត្រូវការកម្មវិធីថ្មីក៏ដូចជាត្រូវអានសៀវភៅថ្មីត្រូវការលើកទឹកចិត្តពីអ្នកដទៃដែលជាគំនិតថ្មីជាច្រើនប៉ុន្តែជាចង់ងាប់ទៅអ្វីដែលពួកគេត្រូវការប្រកបគឺរចនាសម្ព័ន្ធមួយដែលវាពិតជាសាមញ្ញមែនទែនដែលវាជួយសន្សំនៅថាមពលខួរក្បាលរបស់ពួកគេនឹងបានយ៉ាងច្រើនដូច្នេះហើយថ្ងៃនេះគឺវាពិតជាសំខាន់ណាស់ដែលខ្ញុំលើកយកប្រធានបទមួយនេះនៅក្នុងវីដេអូនេះដែលយកមកចែកជូនអ្នកទាំងអស់គ្នាដែលវាតកតនឹងការបង្កើតនៅទម្លាប់និងការបង្កើតនៅរចនាសម្ព័ន្ធប្រចាំថ្ងៃដែលវាមានភាពជាប់លាប់អាចជួយរក្សាទុកនៅថាមពលខួរក្បាលដែលធ្វើឲ្យអ្នកមានការផ្ដោតអារម្មណ៍នឹងកាន់តែខ្ពស់ទទួលយកបាននូវព័ត៌មានថ្មីកាន់តែច្រើនហើយក៏មានថាមពលកាន់តែច្រើននិងផលិតភាពហ្នឹងគឺវាកាន់តែប្រសើរឡើងដូច្នេះវិញ្ញាណចាប់ផ្ដើមដូចជាខួរក្បាលរបស់មនុស្សដែលមានថាមពលកំណត់រាល់ការសម្រេចចិត្តទោះតូចប៉ុណ្ណាក៏ដោយសុទ្ធតែប្រើប្រាស់នៅថាមពលផ្លូវចិត្តដូចជាវាចាប់ផ្ដើមជាមួយនឹងសំណួរថាតើព្រឹកនេះត្រូវស្លៀកអ្វីតើត្រូវធ្វើការងារមួយណាមុនយើងត្រូវញ៉ាំអ្វីត្រូវចាប់ផ្ដើមពីណាមកណាពេលដែលអ្នកធ្វើការសម្រេចចិត្តរាប់រយដងនៅក្នុងមួយថ្ងៃថាមពលផ្លូវចិត្តរបស់អ្នកវានឹងអស់យ៉ាងលឿនហើយនោះហើយវាគឺជាមូលហេតុដែលសំខាន់ដែលធ្វើឲ្យមនុស្សជាច្រើននឹងមានអារម្មណ៍ថានឿយហត់ទោះមិនទាន់បានធ្វើការសំខាន់ផងក៏ដោយក៏មានអារម្មណ៍ថាអស់កម្លាំងមែនទែនមិនចង់ធ្វើរឿងទាំងអស់នោះទេដូច្នេះហើយខ្ញុំនឹងចែករំលែកនូវវិធីសាស្ត្រមួយចំនួនដែលខ្ញុំគិតថាវាអាចនឹងជួយអ្នកទាំងអស់គ្នាវាស្ដាប់ទៅវាដូចជាសាមញ្ញអញ្ចឹងប៉ុន្តែខ្ញុំនឹងសម្រាយវាឲ្យអ្នកទាំងអស់គ្នាងាយយល់ហើយនឹងយកវាទៅប្រើប្រាស់បានដូច្នេះហើយមុននឹងយើងចាប់ផ្ដើមខ្ញុំសូមនាំពរអ្នកទាំងអស់គ្នាចំណាយពេលត្រឹមតែ5វិនាទីជួយចុច like នៅសញ្ញាមេដៃនៅខាងក្រោមវីដេអូនេះក៏ដូចជាចុច subscribe នៅជិតនឹងផងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំបាទដើម្បីនាំយកនៅប្រធានបទថ្មីដែលមានប្រសិទ្ធភាពក៏ដូចជាការអភិវឌ្ឍខ្លួនអ្នកក៏ដូចជារូបខ្ញុំបាទហ្នឹងឲ្យកាន់តែប្រសើរជាងពីម្សិលមិញដូច្នេះយើងត្រឡប់មកការចែករំលែករបស់ខ្ញុំវិញដោយយើងចាប់ផ្ដើមអំពីទម្លាប់ដែលកាត់បន្ថយនឹងការសម្រេចចិត្តមនុស្សដែលពួកគាត់ទទួលបាននូវលទ្ធផលល្អជាច្រើនហ្នឹងមិនពឹងផ្អែកទៅលើកម្លាំងចិត្តតែមួយមុខនោះទេពួកគេគឺពឹងផ្អែកទៅលើទម្លាប់ពេលដែលអ្នកមានទម្លាប់ច្បាស់លាស់គឺអ្នកមិនចាំបាច់គិតច្រើនទៀតនោះទេអ្នកក្រោកម៉ោងដដែលធ្វើលំហាត់ប្រាណពេលដដែលចាប់ផ្ដើមការងារពេលដដែលដូចគ្នាហើយអានសៀវភៅក្នុងពេលតែមួយក៏ដោយពេលមានរឿងទាំងនេះវាខ្លាចជាទម្លាប់នោះគេខួរក្បាលរបស់អ្នកនឹងអាចផ្ដោតទៅលើការងារបានយ៉ាងសំខាន់ហ្នឹងគឺបានល្អជាងនេះទៅទៀតដូច្នេះវាតកតនឹងការផ្ដោតអារម្មណ៍ផងដែរការផ្ដោតអារម្មណ៍ដែលកើតចេញពីភាពច្បាស់លាស់គឺមនុស្សជាច្រើនហ្នឹងពីបាក់ផ្ដោតអារម្មណ៍ខ្លាំងមិនមែនដោយសារតែពួកគេខ្ជិលទេគឺប៉ុន្តែដោយសារតែពួកគេហ្នឹងមិនដឹងថាទៅធ្វើអ្វីមុនពេលដែលអ្នកចាប់ផ្ដើមនៅថ្ងៃថ្មីរបស់អ្នកគឺដោយគ្មានផែនការគឺខួរក្បាលវានឹងបន្តស្វែងរកទិសដៅដោយអូតូម៉ាទិកហើយវាក៏អាចនឹងរំខានបានយ៉ាងងាយប៉ុន្តែពេលដែលអ្នកដឹងច្បាស់ថាអ្វីដែលជាការងារសំខាន់បំផុតសម្រាប់ថ្ងៃនេះគឺការផ្ដោតអារម្មណ៍វានឹងកើតឡើងដោយធម្មជាតិដូច្នេះទាំងអស់នេះវាគឺការចេញពីខ្លួនអ្នកដោយអ្នកទាំងអស់គ្នាត្រូវតែយល់
ពីខ្លួនឯងនឹងឲ្យបានច្បាស់ជាមុនសិនថាអ្នកទាំងអស់គ្នាចង់បានអ្វីអ្នកទាំងអស់គ្នាជានរណាមិនចាំបាច់ខ្វល់ពីអ្នកដទៃទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែខ្វល់ពីខ្លួនឯងនិងស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់សម្រាប់ចំណុចមួយទៀតនោះវាគឺទាក់ទងនឹងថាមពលរបស់អ្នកថាមពលរបស់អ្នកនោះវាគឺជាទ្រព្យសម្បត្តិហើយមនុស្សភាគច្រើនគឺពួកគាត់បានយកវាទៅគ្រប់គ្រងពេលវេលាប៉ុន្តែមនុស្សដែលទទួលបាននូវលទ្ធផលជោគជ័យគឺពួកគេគ្រប់គ្រងនៅថាមពលវិញនេះអាចមាន24ម៉ោងដូចគ្នាមិនថាខ្ញុំមិនថារូបអ្នកទាំងអស់គ្នាដែលកំពុងស្ដាប់នេះទេប៉ុន្តែបើអ្នកគ្មានថាមពលពេលវេលានោះវាពិតជាគ្មានន័យពីព្រោះតែពេលវេលាបានដើរទៅមុខប៉ុន្តែអ្នកគ្មានពេលវេលាទៅចាប់យកឱកាសពេលវេលាក្នុងការធ្វើនៅសកម្មភាពគោលបំណងការងារការរកស៊ីរបស់អ្នកនោះទេដូច្នេះហើយថាមពលវាពិតជាសំខាន់ណាស់ទោះបីជាមានពេលវេលាក៏ដោយដូច្នេះហើយទាំងពីរនេះវាត្រូវការដើរទន្ទឹមគ្នាដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែមានដូចជាការគេងគ្រប់គ្រាន់ការហាត់ប្រាណការញ៉ាំនៅអាហារល្អៗដែលជួយទៅដល់សុខភាពក៏ដូចជាការសម្រាកឲ្យបានត្រឹមត្រូវគឺវាមិនមែនជារឿងប្រណិតនោះទេវាគឺជាផ្នែកមួយនៃផលិតភាពដូច្នេះហើយចំណុចមួយនេះវាស្ដាប់ទៅដូចជាងាយស្រួលដូចជាសាមញ្ញចឹងប៉ុន្តែមនុស្សភាគច្រើនគឺមិនអាចបានធ្វើវាហើយក៏មិនអាចទទួលយកនៅលទ្ធផលពីវាដោយសារតែពួកគេមិនបានគេងគ្រប់គ្រាន់ពួកគេមិនមានសុខភាពល្អដូច្នេះហើយទោះបីជាពួកគេមានពេលវេលា48ម៉ោងនៅក្នុងមួយថ្ងៃក៏ដោយក៏ការខ្ជះខ្ជាយវានៅតែមានដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែយល់ដឹងឲ្យបានកាន់តែច្បាស់ដូចជាការចាប់ផ្ដើមនៅថ្ងៃបន្ទាប់ដោយមានចេតនាមនុស្សជាច្រើនគឺបើកភ្នែកព្រាមចាប់ទូរស័ព្ទផ្លែតពីមុនគឺខ្ញុំបែបនេះដូចគ្នាខ្ញុំទិញទូរស័ព្ទមកគឺខ្ញុំបិទម៉ង់រ៉ូហើយខ្ញុំ scroll ទៅលើ Facebook ឬក៏ TikTok អស់រយៈពេលខ្ញុំមិនអាចកំណត់បានទេពេលខ្លះខ្ញុំជិះទៅអូហ្នឹងវាអាចរហូតដល់20នាទីមុននឹងខ្ញុំក្រោកចេញពីកែបានដូច្នេះហើយទាំងអស់នេះវាពិតជាខ្ជះខ្ជាយមែនតើពេលដែលយើងពិនិត្យមើល Facebook TikTok ក៏ដូចជាសារដែលវាមិនសំខាន់នោះហើយមុនម៉ោង8ព្រឹកគឺវាពិតជាមិនល្អនោះទេដូច្នេះហើយពេលដែលអ្នកក្រោកពីគេងភ្លាមអ្នកទាំងអស់គ្នាអាចនឹងចាប់ផ្ដើមទាញខ្លួនឯងឲ្យទៅធ្វើការងារក៏ដូចជាការងូតទឹកឬក៏ស្រោបអាហារឬក៏អាចនឹងចាប់ផ្ដើមពេលយើងបើកភ្នែកភ្លាមហ្នឹងយើងអាចងើបអង្គុយហើយយើង strict ខ្លួនឲ្យមានចលនាក៏ដូចជាចរន្តឈាមរត់បានល្អនោះយើងក៏អាចបន្តទៅធ្វើអ្វីបន្តទៀតដូចជាស្រោបអាហាររៀបចំខ្លួនទៅធ្វើការតែអានេះវាពិតជាមានប្រយោជន៍មែនតើដូច្នេះហើយបើអ្នកទាំងអស់គ្នាមានទម្លាប់ដូចដែលខ្ញុំបាននិយាយខាងលើថាយើងងើបពីគេងយើងទាញទូរស័ព្ទដៃមើល Facebook ក៏ដូចជា TikTok អីហ្នឹងមុនពេលដែលយើងធ្វើការមិនបាច់ថាមុនម៉ោង8ទេសូម្បីតែមុនម៉ោង7ព្រឹកគឺខួរក្បាលរបស់ពួកយើងហ្នឹងត្រូវបានគ្រប់គ្រងដោយអ្នកដទៃរួចទៅហើយប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែយល់ថាមនុស្សដែលមានផលិតកម្មខ្ពស់ហ្នឹងគឺពួកគេចាប់ផ្ដើមនៅថ្ងៃដែលពួកគេបានហ្នឹងដោយគោលបំណងពួកគេមានផែនការត្រឹមត្រូវធ្វើអ្វីខ្លះហើយធ្វើពីម៉ោងណាទៅម៉ោងណាហើយក៏មិនមែនធ្វើសុទ្ធទេគឺពួកគេក៏មានម៉ោងសម្រាប់ដូចគ្នាពួកគេតែងតែជ្រើសរើសថាតើថ្ងៃនេះនឹងទៅណាហើយមុនពេលពិភពលោកសម្រាប់ជំនួសពួកគេគឺពួកគេបានសម្រេចលើខ្លួនឯងរួចជាស្រេចហើយពួកគេបានធ្វើនៅរឿងទាំងនោះដល់គោលដៅរបស់ពួកគេសម្រាប់រឿងមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺតាក់ទងនឹងប្រព័ន្ធមួយដែលវាល្អប្រសើរជាងការលើកទឹកចិត្តគឺការលើកទឹកចិត្តមកហើយគឺទៅវិញថ្ងៃខ្លះគឺអ្នកមានអារម្មណ៍ចង់ធ្វើការថ្ងៃខ្លះទៀតអ្នកមិនចង់ធ្វើអ្វីទាំងអស់ហើយទាំងអស់នេះវាក៏ជារឿងមួយដែលយើងគិតថា50-50វាមានទៅមានមកប៉ុន្តែបើអ្នកមានប្រព័ន្ធនៅតែដំណើរការវិញគឺទម្លាប់វានៅតែដំណើរការដូចគ្នារចនាសម្ព័ន្ធក៏វានៅតែដំណើរការហើយនោះហើយវាគឺជាមូលហេតុដែលមនុស្សហ្នឹងមានវិន័យអាចបន្តទៅមុខបានជានិច្ចសូម្បីតែអ្នកទាំងអស់គ្នានៅក្នុងថ្ងៃណាមួយដែលអ្នកទាំងអស់គ្នាគ្មានអារម្មណ៍ចង់ធ្វើអ្វីក៏ដោយក៏អ្នកទាំងអស់គ្នាអាចបន្តធ្វើនៅសកម្មភាពក៏ដូចជាគោលដៅរបស់អ្នកបានទៅមុខជានិច្ចទោះវាមិនបានច្រើនក៏វាបានទៅមុខបន្តិចម្ដងសម្រាប់ពេលនេះគឺខ្ញុំមានភាពសាមញ្ញមួយទៀតដែលខ្ញុំលាក់ទុកវាជាយូរហើយខ្ញុំគិតថាយកវាមកចែករំលែកគឺវាពិតជាមានឥទ្ធិពលខ្លាំងដែលមនុស្សជាច្រើនហ្នឹងធ្វើឲ្យជីវិតរបស់ពួកគេហ្នឹងស្មុគស្មាញពេកគឺរឿងនោះវាតកតទៅនឹងការមានគោលដៅច្រើនពេកមានគម្រោងច្រើនពេកក៏ដូចជាមានជម្រើសច្រើនពេកតែអានេះវាស្ដាប់ទៅវាពិតជាសាមញ្ញមែនតើប៉ុន្តែភាពសាមញ្ញមួយនេះវាជួយឲ្យខួរក្បាលដំណើរការល្អជាងមុនដូច្នេះអ្នកទាំងអស់គ្នាត្រូវតែសួរខ្លួនឯងរាល់ផឹកតើការងារសំខាន់បំផុតគឺវាមួយណាដែលខ្ញុំត្រូវតែធ្វើនៅក្នុងថ្ងៃនេះហើយអ្នកទាំងអស់គ្នាត្រូវតែផ្ដោតលើវាជាញឹកញាប់មិនបាច់ចាំបាច់ផ្ដោតទៅលើរឿងជាច្រើន4 5 6 7ទេឲ្យតែអ្នកធ្វើតែរឿងតែមួយឲ្យបានល្អគឺនោះហើយជាលទ្ធផលដែលអ្នកសប្បាយចិត្តនៅក្នុងថ្ងៃនេះដូច្នេះ
ភាពជោគជ័យគឺវាមិនមែនកើតចេញពីការធ្វើនៅរឿងជាច្រើនប៉ុន្តែมันមានមួយណាមានទីបញ្ចប់ក៏ដូចជាទទួលបានលទ្ធផលនោះទេតែវាគឺជារឿងមួយដែលកើតចេញពីការធ្វើរឿងណាមួយដែលសំខាន់បំផុតប៉ុន្តែវាបានល្អវាបានជោគជ័យក៏ដូចជាវាបានឲ្យអ្នកទាំងអស់គ្នាឃើញថាអ្នកទាំងអស់គ្នាបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយទទួលបាននៅលទ្ធផលមួយដែលអ្នកទាំងអស់គ្នាមិនដែលរំពឹងទុកដូច្នេះហើយមុននឹងបញ្ចប់បើសិនបើមានមេរៀនមួយដែលអ្នកគួរតែចងចាំពីវីដេអូមួយនេះទាំងនេះវាគឺជាកុំព្យាយាមបង្ខំខ្លួនឯងឲ្យខំធ្វើការកាន់តែខ្លាំងជានិច្ចចូលបង្កើតនៅប្រព័ន្ធដែលធ្វើឲ្យការងារសំខាន់ហ្នឹងក្លាយទៅជាទម្លាប់ព្រោះតែនៅពេលដែលអ្នកមានរចនាសម្ព័ន្ធច្បាស់លាស់អ្នកនឹងសន្សំបាននៅថាមពលខួរក្បាលហើយអ្នកនឹងផ្ដោតនៅអារម្មណ៍នឹងបានល្អជាងមុនហើយអ្នកនឹងមានថាមពលគឺកាន់តែប្រសើរមែនទែនជាពិសេសនឹងហើយដែលអ្នកនឹងសម្រេចបាននៅលទ្ធផលមួយដែលល្អប្រសើរជាងមុនមែនទែនហើយសូមចងចាំថាភាពជោគជ័យមិនមែនកើតចេញពីការប្រឹងប្រែងអត់ឈប់ឈរនោះទេវាកើតចេញពីទម្លាប់ដែលត្រឹមត្រូវដែលអ្នកអាចអនុវត្តវាបានជារៀងរាល់ថ្ងៃដូច្នេះទាំងអស់នេះវាគឺជាការសង្ខេបក៏ដូចជាការចែករំលែកពីគ្រូខ្ញុំបាទទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំក៏សង្ឃឹមថាមានចំណុចណាខ្លះដែលអ្នកទាំងអស់គ្នាអាចយកវាទៅប្រើប្រាស់បាននៅក្នុងសកម្មភាពរបស់អ្នកទាំងអស់គ្នារាល់ថ្ងៃនេះហើយអ្នកទាំងអស់គ្នាក៏អាចចែករំលែកនៅអ្វីដែលអ្នកទាំងអស់គ្នាមានដែលជាទំនំល្អៗមកកាន់រូបខ្ញុំវិញបានដូចគ្នាដូច្នេះហើយយើងរស់នៅជាមួយនឹងការចែករំលែកគ្នាទៅវិញទៅមកហើយយើងនឹងរីកចម្រើនជាមួយគ្នាហើយនឹងធ្វើខ្លួនឲ្យកាន់តែល្អជាងពីម្សិលមិញដូច្នេះខ្ញុំសូមអរគុណច្រើនសម្រាប់ការស្ដាប់នៅវីដេអូមួយនេះពីដើមដល់ចប់ប្រសិនបើអ្នកទាំងអស់គ្នាទទួលបាននៅតម្លៃពីមេរៀនមួយនេះសូមកុំភ្លេចជួយចុច Subscribe Like មកកាន់ Channel Grow Yourself with Me ដែលមានអត្ថន័យថាយើងត្រូវតែលូតលាស់ជាមួយនឹងខ្លួនយើងផ្ទាល់ដោយមិនពឹងផ្អែកលើអ្នកដទៃនោះទេហើយយើងនឹងចែករំលែកនៅវីដេអូនេះទៅកាន់មិត្តភ័ក្តិឬជានរណាម្នាក់ដែលកំពុងតែពិបាកផ្ដោតអារម្មណ៍ខ្វះនៅថាមពលឬក៏ចង់បង្កើននៅផលិតភាពនៅក្នុងជីវិតរបស់ពួកគេរហូតទៅដល់វីដេអូក្រោយសូមបន្តកសាងទម្លាប់ល្អៗបន្តគ្រប់គ្រងនៅថាមពលរបស់អ្នកនិងបន្តកសាងជីវិតដែលមានគោលបំណងណាឲ្យបានកាន់តែច្រើនដូច្នេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ជាមួយនឹងប្រធានបទដែលល្អៗជួយអ្នកទាំងអស់គ្នាក៏ដូចជាជួយរូបខ្ញុំបានដូច្នេះខ្ញុំសូមជម្រាបលាម្ដងទៀតនិងសូមអរគុណច្រើន